សុស្ដីខ្ញុំបាទសម្អាតដែលវត្តសូមជម្រាបសួរបងប្អូនជនរួមជាតិពីចម្ងាយតាមរយៈការផុសរបស់បងប្អូននៅស្រុកខ្មែរនៅថ្ងៃនេះឯងតែម្ដងគឺវេលាម៉ោងយប់ថ្ងៃទី25ខែ9 2025នៅឯតំបន់ដែលប្រជាជនបានចាក់ចេញពីទីតាំងកន្លែងខ្លួនរស់នៅដោយសារការគំរាមកំហែងពីពួកចៅសៀមដែលធ្វើកិច្ចការងារថាព្រឹកឡើងពួកនឹងវានឹងចូលមកចាប់ប្រជាជាតិខ្មែរយើងដាក់ពន្ធនាគារឬក៏បាញ់សម្លាប់ចោលទៅតាមការព័ត៌មានដែលខ្ញុំបាននឹងចាក់ផ្សាយជូនបងប្អូនស្ដាប់វាហាក់បីដូចជាវាខុសខើខ្លាំងតរមែនតើយើងមិនដឹងថាតើរាជរដ្ឋាភិបាលខ្មែរយើងតទល់នឹងកិច្ចការទន្ទ្រានដោយកម្លាំងប្រដាប់អាវុធនៅថ្ងៃស្អែកនេះយ៉ាងរបៀបម៉េចទេគឺថ្ងៃទី26ព្រឹកឡើងនឹងមានបញ្ហាកើតឡើងហើយបន្ថែមលើសពីនឹងទៅទៀតគឺនៅឯតំបន់ឧត្តរមានជ័យផងដែរគឺមានការបាញ់ប្លង់គ្រាប់ចូលមកដល់ស្រុកយើងហើយខ្ញុំបានមិនដឹងថាតើការរៀបចំទប់ទល់នឹងកិច្ចការងារឈ្លានពានរបស់សៀមដែលមិនគោរពបទជប់បាញ់នោះដោយរបៀបណាហើយមិនដឹងថាតើយើងអត់ធ្មត់យ៉ាងរបៀបម៉េចបើគេប្លង់ចូលស្រុកយើងហើយយើងមិនដឹងថាយ៉ាងណាទេយើងទាំងអស់គ្នានឹងរងចាំមើលកិច្ចការងារទូទៅដែលត្រូវបានប្រព្រឹត្តនៅថ្ងៃស្អែកមិនដឹងថាកិច្ចព្រមព្រៀងបទជប់បាញ់នោះជួយបានដោយរបៀបណាទេបើសៀមអត់គោរពហើយវាប្រព្រឹត្តមកលើដែនដីខ្មែរសៀមវាអត់គោរពហើយវាទន្ទ្រានចូលដីខ្មែរដោយចោទថាខ្មែរនៅក្នុងដីវាទៅវិញហើយថាតើអ្នកគ្រប់គ្រងនៅតំបន់មានភ័ស្តុតាងអីបញ្ជាក់និងមានវិធានការទប់ស្កាត់របៀបម៉េចយើងអត់ទាន់ដឹងទេសង្ឃឹមថាការនោះវាមិនប៉ះពាល់ទៅដល់បូរណភាពដែនដីរបស់យើងនិងមិនធ្វើការប៉ះពាល់ដល់ការរស់នៅរបស់ខ្មែរយើងតែមិននឹកថាពេលនេះត្រូវបានប្រជាជនភៀសខ្លួនចេញពីតំបន់នោះទៅហើយមិនដឹងថារដ្ឋអំណាចនៅទីកន្លែងហ្នឹងមានការនិយាយជាមួយប្រជាជាតិយ៉ាងម៉េចទេបានជាមានការធ្វើការចាក់ចេញពីទីកន្លែងនោះដោយមានការភ័យខ្លាចអញ្ចឹងយើងទាំងអស់គ្នាសូមថ្កោលទោសចំពោះចៅសៀមទន្ទ្រានឈ្លានពានលើទឹកដីខ្មែរសង្ឃឹមថាសន្តិសុខពិភពលោកនឹងទទួលការគាំពៀនិងការពារបូរណភាពដែនដីនៅក្នុងកិច្ចព្រមព្រៀងណាមួយដែលធ្វើបញ្ឈប់សកម្មភាពរបស់ចៅសៀមនោះហើយសោកស្ដាយផងដែរតំបន់ដែលយើងបានកាន់កាប់ក្នុងរយៈកាល5ថ្ងៃពី24ដល់28ត្រូវបានសៀមយកបលាលុះមកពាត់ទៅវិញយើងសោកស្ដាយគ្រប់ទីកន្លែងទាំងអស់ហើយមិនដឹងថាតើយើងអត់ធ្មត់ដល់ពេលណាទេយើងមិនដឹងថាយើងអត់ធ្មត់ដល់ពេលណាទេសង្រាប់ស្អែកនេះយើងនឹងធ្វើការព្រួយបារម្ភតាមរយៈ Michael Alfaro គាត់បាននិយាយនៅក្នុងคลิปហ្នឹង Again, come again. Where are they headed? They head to Kokmon. The refugee camp? Yeah. Kokmon. Here, you can go with your own line. Yep. All right. Go and sit. Go ahead. I'm not ready yet. បងប្អូនណៃនេះទាំងយប់វាអត់ចប់ទេបងប្អូនណាវាអត់ចប់តែហ្មងវាអត់ចប់តែហ្មងចាំមិនបានបងប្អូនមិនបានយើងត្រូវជំលះទៅទាំងយប់ចឹងគេផ្អើលមកពីម្ដុំណាមិញហ្នឹងហាក់ណាម៉ានណាថ្មដូនណាចងាយម៉ានពីនងមកដល់នេះអត់ស្ដឹងឯងមកយូរនៅមកពីស្មល់ម៉ានមក6អញ្ចឹងទៅមកបានប្រហែលជាកន្លះម៉ោងជាងណាមើលសើមបងប្អូននេះមើលសើមបងប្អូនហើយសមាជិកម៉ានគ្រួសារម៉ានអ្នកបង Be arresting every civilian here, and now these people here are now in the Michael, I can transfer for you. I can translate for you. gathering everything they have to escape, and you see the Cambodian authorities right here to the right of us. Here, over there. And the people here, Yeah. they're fleeing for their lives to the refugee camp. Yep. And we must call on the international community. Every American that wakes up, call your congressman. Tell them that the war is going to break tomorrow morning. That Thai forces will in fact not only arrest, but they will shoot dead. ខ្ញុំហៅឲ្យចាំជួយយកលុយ You have to call your congressman. គឺគាត់បញ្ជាក់ច្បាស់ថាប្រជាជាតិខ្មែរនឹងធ្វើការជំនះចាក់ចេញពីទីក្រុងមូលដ្ឋានដោយភ័យខ្លាចការទន្ទ្រានរបស់សៀមមកចាប់ចងដាក់គុកឬក៏បាញ់សម្លាប់នៅពេលដែលយើងមានការតដៃជាមួយវាហើយនឹងធ្វើការបំពេញទាំងស្រុងទៅលើកិច្ចព្រមព្រៀងនេះហើយសង្ឃឹមថា Michael Alfaro បានផ្សព្វផ្សាយនេះទៅដល់ Gary Frenchy ដែលការពិតកិច្ចការគឺជារឿងពិតដែលសៀមនឹងទន្ទ្រានចូលដីខ្មែរ
nơi đồng bắn tam bên đại pro một tổ khmái lời nước banh châu từ khung đồng bắn ở đó mình chơi phòng đài nàyបងប្អូនទាំងគ្នាយើងមើលប្រតិភាពបានពេញទួចដែលថាតាមបែបហ្នឹងគឺមានការផ្លងគ្រាប់នៅខាងឃុំកូនគ្រាលអញ្ចឹងហើយវាមានការចរាចរណ៍ជាខ្លាំងមែនតើអញ្ចឹងខ្ញុំបានថតវីដេអូខ្លីៗដើម្បីជូនដំណឹងដល់ពុកម៉ែបងប្អូនដែលគាត់ចង់ដឹងដំណឹងនៅខាងខេត្តឧត្តរមានជ័យក្រុងសំរោងនេះគឺជាទស្សនវិជ្ជាបងប្អូនយើងកំពុងតែភៀសខ្លួនហើយនឹងការផ្លងក្រំបែងបាញ់នៅខាងឃុំកូនគ្រាល ហើយចំណែកតំបន់ស្ថិតនៅក្នុងដែលពួកសៀមវាធ្វើការបណ្ដេញថាថ្ងៃស្អែកវានឹងចាប់ឬក៏វានឹងបាញ់សម្លាប់យើង Michael Afro បានស្រែកដាស់អស់ប្រជាជាតិអាមេរិកាំង call ទៅ Congressman ដើម្បីធ្វើការទប់ស្កាត់អំពើឈ្លានពានរបស់សៀមមកដល់ទីតាំងរបស់ប្រជាជាតិខ្មែរយើងគឺតំបន់ដែលនៅតាមបណ្ដោយព្រំដែន For their lives to the refugee camp. Yep. And we must call on the international community. Every American that wakes up, call your congressman. Tell them that the war is going to break tomorrow morning. That Thai forces will in fact not only arrest, but they will shoot dead. Nhưng hai ai chăm chui cho lui. You have to call your congressman. Wake them up. Call your congressman. Call Này, your mình senator. Every American, Không every ai bắn đây. European that's watching Đại chăm. this live feed now, you don't have time. The people On are giật đi, on absolutely min panicked. cha đần. They're absolutely in distress, and they're leaving. They're leaving this village now. They're leaving their homes, everything behind, heading to the Ná tâu là. thousands and thousands of people Bác chát bác all lương. throughout the night are leaving right now. Yeah. Like these people, they're leaving everything. Everything they have is in this trailer, and they're on their way. So as you wake up right now in America, you need to call the congressman. If you don't call your congressman, then unfriend me, unfollow me. It's your civic duty to go ahead and protect innocent people Có from thà the ơi. aggressor. សង្ឃឹមថាកិច្ចការងារនេះនឹងលេចលឺដល់ប្រធានាធិបតី Donald Trump តាមរយៈការ live របស់ Michael Afro ដែលមាន Gary Frenchie ធ្វើកិច្ចការផ្សព្វផ្សាយបន្តដើម្បីដាស់អស់ឲ្យដឹងថាពួកចៅសៀមនឹងធ្វើការបើកការវាយប្រហារមកលើខ្មែរនៅថ្ងៃស្អែកនេះគឺព្រឹកថ្ងៃទី 26 អញ្ចឹងបងប្អូនជ្រាបទាំងអស់គ្នាហើយនាំគ្នាទប់ទល់នឹងការឈ្លានពានរបស់ចៅសៀមនោះហើយជាពិសេសម្សិលមិញលោក Anwar Ibrahim ជានាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ីបានធ្វើការខលតាក់ទងទៅលោកប្រធានាធិបតី Donald Trump ធ្វើការរាយការណ៍តាក់ទងពីការចោលសៀមមិនគោរពបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី 28 ខែកក្កដា 2025 តាមរយៈលោក Donald Trump ជាប្រធានាធិបតីបានប្រាប់ឲ្យភាគីទាំងសងខាងឈប់បាញ់ហើយនឹងតាមការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅគ្រានោះសៀមមិនដែលគោរពបទឈប់បាញ់សូម្បីតែមួយពេលណាវាទន្ទ្រានចូលក្នុងដីខ្មែររាយបណ្ដាលួសគ្រប់ទីកន្លែងដែលវាចង់បានគឺរាយយកតែម្ដងហើយវាចោទថាខ្មែរយើងទៅរស់នៅដីវាវិញហើយជាពិសេសទៅការនិយាយដោយកក្លឿនរបស់ពួកចៅសៀមទាំងអ្នកនាំពាក្យយោធាសៀមយ៉ាងណាក្ដីគឺវាប្រកាសថាវានឹងធ្វើកិច្ចការងារនេះដោយប្រើច្បាប់អាញាសិទ្ធិតាមប្រទេសសៀមដើម្បីទន្ទ្រានយកដីខ្មែរវាអត់ខ្វាយខ្វល់ទាំងអស់អញ្ចឹងសង្ឃឹមថាការដែលលោក Michael Afro បានផ្សព្វផ្សាយរំពឹងគិតទុកថាលោក Donald Trump ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនឹងធ្វើកិច្ចការងារជាបន្តតាក់ទងទៅការបង្ក្រាបជនចោលសៀមឈ្លានពានទឹកដីខ្មែរដើម្បីទុកឲ្យការរស់នៅរបស់ប្រជាជនខ្មែរដោយសេចក្តីសុខដុមរមនាទៅបានអញ្ចឹងសង្ឃឹមថាអ្វីនឹងអាចប្រសើរបានយើងនឹងរងចាំមើលកិច្ចការងារសម្រាប់អំពីនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីតាក់ទងជាមួយនឹងលោក Donald Trump ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនឹងបញ្ឈប់ការឈ្លានពាននេះដោយរបៀបណាអត្ថាធិប្បាយនឹងការវិភាគរបស់ខ្ញុំនឹងការជូនព័ត៌មានជូនបងប្អូនប្រជាជាតិលើលោកទាំងអស់គ្នាបានដឹងបានឮថាចៅសៀមនៅពេលនេះកំពុងតែធ្វើទុកបុកម្នេញដីរបស់ដែនអធិបតេយ្យភាពខ្មែរខ្ញុំបាទសម្អាតរវុធសូមអរគុណសូមជម្រាបបងប្អូនយើងទាំងអស់គ្នាសង្ឃឹមទុកយ៉ាងមុតមមថាមានតែខ្មែរជួយខ្មែរនៅក្នុងគ្រានេះយ៉ាងចាំបាច់បំផុតជម្រាបលាបាទ